ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់យ៉ាងច្បាស់ថាការរៀបចំការបោះឆ្នោតក្នុងពេលដែលប្រទេសកំពុងស្ថិតក្នុងសង្គ្រាមជាមួយរុស្ស៊ីគឺជាទង្វើដែលមានគ្រោះថ្នាក់ខ្លាំងបំផុតដែលអាចបង្កជារលកយក្សបំបែកបំបាក់ជាតិទៅវិញទេការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមានការជំរុញពីអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ខ្លួនឲ្យរៀបចំឲ្យមានការបោះឆ្នោតឡើងវិញខណៈដែលប្រជាជនអ៊ុយក្រែនភាគច្រើននៅតែបន្តគាំទ្រការផ្អាកការបោះឆ្នោតក្រោមច្បាប់អាជ្ញាសិទ្ធិដើម្បីយកចិត្តទុកដាក់ទប់ទល់នឹងការឈ្លានពានលោក Zelensky បានប្រៀបធៀបថាការធ្វើបោះឆ្នោតពេលនេះគឺដូចជាការយកកំបិតចាក់មុតខ្លួនឯងដែលនឹងធ្វើឲ្យប្រទេសជាតិដួលរលំកាន់តែខ្លាំងថែមទៀតទន្ទឹមនឹងការទប់ទល់នឹងសម្ពាធនយោបាយក្នុងស្រុកនេះប្រទេសអ៊ុយក្រែនក៏កំពុងប្រឈមមុខនឹងវិបត្តិផ្ទៃក្នុងយ៉ាងតឹងតែងព្រមទាំងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពរុស្ស៊ីដែលបានធ្វើឲ្យចំនួនជនស៊ីវិលស្លាប់ឡើងខ្ពស់បំផុតចាប់តាំងពីពេលចាប់ផ្ដើមសង្គ្រាមមកទោះបីជាមានការរិះគន់ខ្លះៗពីសំណាក់អ្នកនយោបាយក្នុងស្រុកនិងការទាមទារពីមេដឹកនាំបរទេសក៏ដោយក៏អតីតរដ្ឋមន្ត្រីការពារជាតិរូបនោះដែលទើបតែត្រូវបណ្តេញចេញពីតំណែងកំពុងត្រៀមខ្លួនធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដែលធ្វើឲ្យមានការសង្ស័យថាលោកអាចនឹងកំពុងត្រៀមខ្លួនឈរជើងប្រជែងអំណាចជាមួយលោក Zelensky នាពេលអនាគតទោះជាយ៉ាងណាក្នុងស្ថានភាពដ៏លំបាកនេះមេដឹកនាំអ៊ុយក្រែនរូបនេះនៅតែព្យាយាមពង្រឹងកម្លាំងការពារជាតិរបស់ខ្លួនដោយបានប្រកាសពីកិច្ចព្រមព្រៀងដ្រូនថ្មីជាមួយប្រទេសណូវេសដែលបានសន្យាផ្តល់ថវិកាចំនួន$9,000 លានសម្រាប់ឆ្នាំក្រោយក្នុងពេលជាមួយគ្នានេះដែរបណ្ដាមេដឹកនាំអឺរ៉ុបក៏បានមកដល់ទីក្រុងគៀវដើម្បីជួបប្រជុំពិភាក្សាគ្នាអំពីរបៀបជួយទប់ទល់នឹងការកើនឡើងនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីក៏ដូចជាស្វែងរកដំណោះស្រាយក្នុងការដាក់សម្ពាធបន្ថែមលើវិមានក្រឹមឡើងដើម្បីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនេះ